ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបមកផងដែរចាគឺងាយស្រួលចាដោយសារឥឡូវហ្នឹងខ្ញុំកំពុងតែចាប់ដើមធ្វើណាចាគឺដាក់ខ្លាញ់ឲ្យក្តៅមកបន្ទាប់មកម្លីងខ្ទឹមឲ្យរៀងឈ្ងុយបន្តិចបន្ទាប់មកខ្ញុំមានធុងមាន់ប្រហែលជា2ខាំចាដាក់ធុងមាន់ឆាចូលឲ្យឈ្ងុយចាបន្ទាប់មកចាក់ទឹកស៊ីអ៊ីវចូលបន្តិចជាមួយនឹងប្រេងខ្យងផងដែរចាដាក់តាមចំណង់ចិត្តពុកម៉ែបងប្អូនណាចាបន្ទាប់ពីដាក់ឲ្យគឺថាចេះក្លិនឈ្ងុយមែនតើគឺថាឆាបែបនេះមកចាឆាឲ្យឈ្ងុយចឹងមកហើយលាក់ខ្ទះចឹងទៅដើម្បីឲ្យកាន់តែឈ្ងុយចាហ្នឹងហើយបន្ទាប់ពីរៀងឈ្ងុយបន្តិចមកយើងបន្ថែមគ្រឿងបន្តទៀតចាដោយសារយើងដាក់គ្រឿងមានដូចជាចាម្រេចបន្តិចផងដែរណាចាជាមួយនឹងម្សៅស៊ុបមាន់ចាជាមួយនឹងស្ករបន្តិចចាអញ្ចឹងយើងដាក់គ្រឿងបន្ថែមហើយបន្ទាប់មកដាក់ទឹកបន្តិចចាំកុំឲ្យវាគោកពេកចឹងណាចាបន្ទាប់មកធ្វើការឆាឲ្យឈ្ងុយចាសាច់ជាមួយនឹងគ្រឿងរបស់យើងចូលជាតិគ្នាទៅចាបន្ទាប់ពីឆាឈ្ងុយទុកឲ្យវាឆ្អិនសាច់របស់យើងណាចាបន្ទាប់មកខ្ញុំថែមទឹកស៊ីអ៊ីវខ្មៅបន្តិចឲ្យបកើនពណ៌ផងដែរចាពេលឆាយើងឃើញពណ៌ចឹងទៅគឺតំណងញ៉ាំឲ្យឆ្ងាញ់ទៀតបន្ទាប់មកខ្ញុំដាក់បន្លែចាបន្លែខ្ញុំមានផ្សិតជាមួយនឹងចាគេហៅថាគេនេះខ្ញុំផ្លេចទៅគឺដើមតាពាំងបារាំងហ្នឹងហើយតាពាំងបារាំងហើយជា3-4ដើមជាមួយនឹងការ៉ុតបន្តិចហើយនឹងផ្សិតច្បាំងជាមួយនឹងផ្សិតមួយមុខទៀតហ្នឹងគឺខ្ញុំផ្លេចដែរអធិស្ឋានហ្នឹងហើយចាអញ្ចឹងគឺឆាចូលគ្នាទៅគឺថាមួយមុខហ្នឹងជំនួយសុខភាពបានល្អមែនតើហើយអត់សម្រាប់ធុងមាន់គឺអត់មានជាតិខ្លាញ់ខ្ពស់ប៉ុន្តែផ្ដល់នូវប្រូតេអ៊ីនច្រើនចាចឹងតំណងគួរចង់ញ៉ាំពុកម៉ែបងប្អូនចាអាចសាកធ្វើញ៉ាំបានងាយស្រួលអរគុណពុកម៉ែបងប្អូនក្នុងការតាមដានទស្សនាប្រកកំហុសឆ្គងសូមអធិស្ឋានផងដែរណាចាសូមអរគុណសូមគោរពលាជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុភមង្គលក្នុងក្រុមគ្រួសារផងដែរ